ថាម្ទេសផ្លោកជាមួយនឹងសាច់គោមុំហូបមួយមុខនេះវាសាមញ្ញប៉ុន្តែញ៉ាំទៅគឺឆ្ងាញ់តែបើសិនជាយកតែធ្វើទេគឺធ្វើឲ្យវាកពុលបងប្អូនគឺញ៉ាំអត់ឆ្ងាញ់ទេឥឡូវគឺខ្ញុំធ្វើការពុះម្ទេសផ្លោកនឹងជាពីរបងប្អូនដើម្បីយកគ្រាប់ម្ទេសចេញណាបងហើយនេះគឺយើងចិត្តវាបែបនេះចិត្តតាមវិធីខ្ញុំគឺវាលឿនណាបងប្អូនហើយវិធីមួយទៀតបើសិនជាបងប្អូនចិត្តអញ្ចេះណាគឺវាយូរហើយបើសិនជាផ្លេតគាត់គឺអាចធ្វើឲ្យយើងមុតដៃបានអញ្ចឹងហើយធ្វើតាមវិធីមួយនេះគឺខ្ញុំគិតថាវាងាយស្រួលខ្លាំងបំផុតបងប្អូនហើយសម្រាប់ថ្ងៃនេះគឺខ្ញុំឆាចម្រុះពណ៌អញ្ចឹងណាបងប្អូនមានពណ៌បៃតងចាស់ហើយជាមួយនឹងពណ៌លឿងអញ្ចឹងណាបងប្អូនដើម្បីឲ្យធ្វើឲ្យមុខម្ហូបយើងហ្នឹងវាកាន់តែលើកយើងគួរឲ្យចង់ញ៉ាំអញ្ចឹងណាបងប្អូនវាថាវារៀងខ្ជូតបន្ទាប់ពីពុះវាយកគ្រាប់ម្ទេសចេញរួចហើយគឺខ្ញុំធ្វើការចិតវាដើម្បីឆាបងប្អូនចង់ចិតរបៀបម៉េចក៏បានដែរប៉ុន្តែគឺខ្ញុំដំបូងហ្នឹងគឺខ្ញុំចិតវាវែងសិនបន្ទាប់មកទៀតបាទខ្ញុំចាប់ដើមចិត្តវាប្រឆាចឹងណាបងប្អូនដើម្បីវាងាយស្រួលញ៉ាំបើសិនជាយើងឆាវាតាំងវែងអញ្ចឹងវាធ្វើឲ្យយើងពិបាកក្នុងការញ៉ាំហើយបើសិនជាបងប្អូនអត់ចង់ចិត្តវិធីខ្ញុំក៏បានដែរបងប្អូនហើយនេះបន្ទាប់ពីខ្ញុំចិត្តរួចបងប្អូនអត់តាន់បានឆាអត់តាន់បានធ្វើអីផងក៏មើលទៅតំណគួរចង់ញ៉ាំដែរដោយសារវាចម្រុះពណ៌បងប្អូនហើយមុននឹងខ្ញុំយកទៅឆាហ្នឹងគឺបានយកវាទៅស្រោះដើម្បីអស់ជាតិកពុលសិនសម្រាប់បងប្អូនដែលគាត់ធ្លាប់តែឆាម្ទេសផ្លោកហើយធំក្លិនកពុលខ្លាំងគឺបងប្អូនអាចធ្វើវិធីនេះបានបន្ទាប់ពីខ្ញុំធ្វើការស្រោះវារយៈពេលមួយស្ទុះក្រោយមកអាចនឹង2នាទីទៅ3នាទីទេបងប្អូនបន្ទាប់មកទៀតគឺខ្ញុំដាក់វាត្រាំក្នុងទឹកកកបងប្អូនចាក់វាចូលត្រាំក្នុងទឹកកកអញ្ចឹងណាដោយសារតែខ្ញុំថតមកខាងហើយចាក់មកខាងអញ្ចឹងខ្ញុំក៏បានតិចបងប្អូនហើយនេះបន្ទាប់ពីត្រាំហើយបងប្អូនគឺយើងស្រង់វាចេញដើម្បីទុកវាធៀមនឹងឆាបន្ទាប់ពីឆាហ្នឹងគឺយើងបានដាក់ខ្ទះឡើងហើយចាក់ប្រេងចូលបន្ទាប់ពីចាក់ប្រេងហើយគឺនាងខ្ញុំបានដាក់ខ្ទឹមរលីងឲ្យវាឈ្ងុយបងប្អូនយើងរលីងខ្ទឹមឲ្យឈ្ងុយបើសិនជាអត់មានខ្ទឹមគឺញ៉ាំតើកើតទេហើយបើដាក់ខ្ទឹមក៏ដាក់ឲ្យច្រើនតែដាក់កាន់តែច្រើនខ្ទឹមកាន់តែឈ្ងុយអញ្ចឹងណាហើយរលីងវាបន្ទាប់ពីវាឡើងក្រហមបែបនេះហើយគឺខ្ញុំបានដាក់សាច់គោចូលពេលដែលដាក់សាច់គោចូលរួចហ្នឹងគឺឆាត្រឡប់អញ្ចឹងណាបងប្អូនដោយសារខ្ទះខ្ញុំនេះវារៀងស្អិតអញ្ចឹងណាបងប្អូនអត់ដឹងថាវាមកពីអីដែរបន្ទាប់ពីវាឡើងរៀងជិតឆ្អិនចាំយើងថែមគ្រឿងណាបងប្អូនចាំយើងដាក់គ្រឿងទេសចូលសម្រាប់បងប្អូនដែលគាត់បានមើលវីដេអូខ្ញុំប៉ុន្តែគាត់អត់បានចូល follow អាចចូល follow page ខ្ញុំម្នាក់មួយ like share ផងបងប្អូនបន្ទាប់ពីសាច់យើងវាជិតឆ្អិនហើយគឺខ្ញុំបានដាក់គ្រឿងចូលមានដូចជារ៉ូឌីស្ករប៊ីចេងអញ្ចឹងណាបងប្អូនគ្រឿងទេសយើងមានប៉ុន្មានគឺយើងដាក់ប៉ុណ្ណឹងទៅហើយអីដែលសំខាន់នោះកុំភ្លេចជាមួយនឹងម្រេចដើម្បីវាបង្កើនរសជាតិយើងឲ្យកាន់តែឈ្ងុយអញ្ចឹងណាបងប្អូនធ្វើវិធីខ្ញុំធានាថាញ៉ាំទៅគឺឆ្ងាញ់ហើយសម្រាប់បងអូនដែលគាត់អត់ធ្លាប់ចេះញ៉ាំម្ទេសផ្លោកអាចធ្វើវិធីនេះបានព្រោះពេលដែលញ៉ាំទៅគឺវាអត់ធំក្លិនកពុលទេបងប្អូនញ៉ាំទៅឆ្ងាញ់ទោះបីតែខ្ញុំថ្ងៃនេះគឺសប្រៃខ្លាំងមែនតើខ្ញុំញ៉ាំបាយអស់ច្រើនហើយខ្ញុំអាចញ៉ាំម្ទេសផ្លោកបានលើកទី1សម្រាប់ខ្ញុំអញ្ចឹងឥឡូវគឺបានដាក់ម្ទេសផ្លោកចូលឆាត្រឡប់គឺច្រើនខ្លាំងមែនតើបងប្អូនអើយបន្ទាប់មកចុងក្រោយក៏បានដាក់ទឹកប្រេងខ្យងនៅលើនឹងផងដែរបងប្អូននេះដល់វគ្គដាក់ម្រេចនឹងចូលទៅហើយឆាត្រឡប់មួយស្ទួយវាចូលគ្រឿងចូលជាតិគ្នាហើយគឺបិទហ្គាសគឺឆ្អិនល្មមបងប្អូនហើយមួយវិញទៀតពេលដែលយើងដាក់សោសហ្នឹងគឺវាអត់មានជាតិរលួយអីទេបងប្អូនដោយសារយើងត្រាំទៅក្នុងទឹកកកវិញវាធ្វើឲ្យម្ទេសផ្លោកហ្នឹងកាន់តែស្រួយឆ្ងាញ់តែម្ដងឥឡូវនេះគឺចាប់ឲ្យបងប្អូនអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះ